ឲ្យតែស្ងោមរះម្ដងគឺឆ្នាំងធំតែម្ដងបងប្អូនដោយសារឆ្នាំងតូចពេកវាដាក់ទៅអត់អស់ម្រះស្ងោមម្ដងចំនួន1គីឡូជាងទៅ2គីឡូបងប្អូនហូបបាន2ទៅ3ថ្ងៃរំងាស់ឲ្យយូរបន្តិចហូបរឹតតែឆ្ងាញ់បងប្អូនអើយចាចាំម្រះរបស់ខ្ញុំគឺខ្ញុំស្ងោរខ្ញុំមិនដែរស្រោសម្រះមុនទេខ្ញុំខ្វេសម្រះឲ្យស្អាតគឺញាត់គ្រឿងញាត់អីចូលតែម្ដងគឺយកទៅដាក់ស្ងោរបងប្រងតែម្ដងបងប្អូនណាមួយខ្ញុំអត់ស្ងោម្រះហើយបានយកមកញាត់សាច់ទេខ្ញុំធ្វើបែបហ្នឹងជារៀងរាល់ថ្ងៃរុំឲ្យតែខ្ញុំធ្វើស្ងោម្រះខ្ញុំធ្វើបែបហ្នឹងរហូតបងប្អូនខ្ញុំមិនដែរយកទៅសម្រះទៅស្ងោមុនទេចាខ្ញុំខ្វៃឲ្យខ្ញុំលាងសម្អាតអីស្អាតហ្នឹងញាត់សាច់ជ្រូកញាត់អីចឹងមកបងប្អូនខ្ញុំយកទៅស្ងោតែម្ដងដាំទឹកឲ្យទៅពុះមកគឺបង់ម្រះចូលបងប្អូនរំងាស់ឲ្យរៀងយូរបន្តិចឲ្យតែផុយគឺឆ្ងាញ់ដូចតែគ្នាបងប្អូនចាបងប្អូនខ្លះគាត់ធ្វើខុសគ្នាចឹងទៅចាខ្លះគឺធ្វើគីរុំឃើញបងប្អូនគាត់ធ្វើខុសពីខ្ញុំរហូតតែម្ដងដោយសារខ្ញុំធ្លាប់ធ្វើតែបែបហ្នឹងបងប្អូនហូបទៅឆ្ងាញ់ដូចតែគ្នាទេចាហើយម្រះថ្ងៃនេះគឺច្រើនគួរសមដែរបងប្អូនអញ្ចឹងក៏ស្ងោរឆ្នាំងរៀងធំបន្តិចដើម្បីឲ្យដាក់អស់ម្រះយើងអញ្ចឹងណា